ជំរាបសួរពុកម៉ែបងប្អូនរីករាយស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំបានមានវីដេអូថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាពីរបៀបធ្វើខបង្កងហើយនេះដែរបងប្អូនជាបង្កងរបស់យើងមានប៉ុណ្ណឹងបងប្អូនហើយនេះគ្រឿងផ្សំដូចជាស្ករសហើយនឹងខ្ទឹមច្រាមហើយចំណែកនេះអំបិលហើយនឹងប៊ីចេងអញ្ចឹងណាបងប្អូនហើយនេះទឹកត្រីហើយនឹងម្រេចឥឡូវបងប្អូនជាដំបូងយើងធ្វើការកាត់ធ្វើបង្កងសិនយើងកាត់ជើងវាកាត់អីនេះចេញឲ្យបានស្អាតមកបងប្អូនយើងកាត់ជើងវាចេញឲ្យបានស្អាតមកបង្កងនេះដែរហើយយើងធ្វើការកាត់ដៃជើងវានឹងបានស្អាតទៅណាបងប្អូនហើយតាគៀបអីនេះយើងកាត់វាចេញក៏បានឬក៏បងប្អូនដាក់នៅជាប់ហ្នឹងក៏បានដែរបងប្អូនតើបើយើងបានធ្វើការកាត់ហើយយើងធ្វើការបកនៅសម្បកវាចេញបានស្អាតទៅបងប្អូនហើយនេះខ្ញុំបានធ្វើការបកបែបនេះខ្ញុំធ្វើការបកនៅសម្បកនេះចេញយើងធ្វើការហែកសម្បកវាចេញមកនេះបងប្អូនយើងហែកសម្បកវាចេញឲ្យបានស្អាតមកបងប្អូនហើយបន្ទាប់មកយើងធ្វើការហែកកន្លែងក្បាលវានេះចេញណាបងប្អូនហែកអាសម្បកវាហ្នឹងហែកសម្បកក្បាលបង្កងហ្នឹងចេញមកហើយសម្រាប់បង្កងនេះយើងយកទៅលាងទឹកឲ្យស្អាតហើយចាំយើងយកមកបកយកតែម្ដងណាបងប្អូននេះដែរខ្ញុំបានលាងទឹករួចស្អាតរួចអស់ហើយខ្ញុំយកមកធ្វើការបកតែម្ដងអញ្ចឹងណាបងប្អូនហើយនេះយើងបករួចហើយយើងធ្វើការវះវាបងប្អូនហើយយើងធ្វើការវះតែម្ដងទៅនេះបងប្អូនវះទៅដើម្បីទុកពេលយើងយកទៅខវារីកស្អាតណាបងប្អូនហើយនឹងវាចូលគ្រឿងរបស់យើងនឹងបានល្អអញ្ចឹងហើយចំណែកនេះដែរបងប្អូនកន្លែងនេះខួរវានេះយើងធ្វើការហែកវាចេញតិចចឹងណាហែកអាសាច់ដែលនៅជាប់ហ្នឹងរួចហើយយើងធ្វើការយកស្រាប់ព្រាមកយើងដួសខួរនេះចេញមកក្រៅណាបងប្អូនយើងដួសខួរវាដាក់ចានទុកមួយឡែកសិនទៅបងប្អូនហើយនេះយើងដួសខួរចេញមកដើម្បីយើងទុកដាក់គ្នាបងប្អូនទុកដាក់ខហើយនេះដែរបងប្អូនខ្ញុំបានធ្វើការបករួចហើយចំណែកនេះឥឡូវខ្ញុំមកធ្វើការកូរស្ករតែម្ដងបងប្អូនដើម្បីយើងរៀបចំដាក់ខតែម្ដងហើយសម្រាប់ខនេះដែរបងប្អូនប្រើស្ករត្នោតក៏បានឬក៏ស្ករសក៏បានអាស្រ័យតាមចំណូលចិត្តបងប្អូនទាំងអស់គ្នាអញ្ចឹងណាបងប្អូនតែសម្រាប់ស្ករសយើងត្រូវការប្រើពេលបន្តិចសម្រាប់កូរវាឲ្យវាឡើងក្រហមបងប្អូនវារៀងយូរជាងស្ករត្នោតណាបើសិនស្ករត្នោតបងប្អូនដាក់មកស្ទុះឯហ្នឹងវាឡើងក្រហមលឿនវាងាយស្រួលជាងអញ្ចឹងណាអាហ្នឹងតាមចំណូលចិត្តបងប្អូនទាំងអស់គ្នាតែនេះដែរខ្ញុំធ្វើការកូរដាក់ស្ករសកូរបែបហ្នឹងគឺខ្ញុំកូរតឡើងក្រហមបែបហ្នឹងយើងកូររៀងយូរដែរមកស្ទុះអញ្ចឹងណាបងប្អូនកូរតដាច់ទឹកបានវាឡើងក្រហមបានហើយនេះដែរបងប្អូនបន្ទាប់ពីស្ករយើងបានឡើងក្រហមហើយយើងចាក់ខ្ទឹមច្រាំយើងចូលមកបងប្អូនយើងធ្វើការកូរវាឲ្យវាឈ្ងុយបន្តិចសិនទៅបងប្អូនតមកខ្ញុំដាក់នៅម្រេចបងប្អូន
ខ្ញុំដាក់ម្សៅម្រេចចំនួន1ស្ព្រាកាហ្វេអញ្ចឹងទៅសម្រាប់បរិមាណខ្ញុំធ្វើប៉ុណ្ណឹងបងប្អូនឬមួយក៏បងប្អូនចូលចិត្តញ៉ាំរៀងហឹរដិតបងប្អូនថែមតិចទៀតក៏បានដែរអញ្ចឹងណាបងប្អូនហើយបន្តមកទៀតខ្ញុំធ្វើការចាក់នៅខួបកងចូលលីងកូរមួយគ្នាដើម្បីឲ្យវាឈ្ងុយបងប្អូនយើងចាក់ខួបកងហ្នឹងកូរជាមួយស្កររបស់យើងហ្នឹងឲ្យវាឡើងឈ្ងុយទៅហើយបងប្អូនធ្វើការកូរបែបហ្នឹងណាឲ្យវាឡើងឈ្ងុយតែម្ដងហើយបងប្អូនត្រូវប្រយ័ត្នរឿងភ្លើងកុំបើកខ្លាំងពេកខ្លាចវាអាចនឹងខ្លោចអញ្ចឹងបងប្អូនហើយចំណែកនេះទឹកជាតិខួរដែលវានៅជាប់ចានហ្នឹងយើងកលែងវាមួយកូនប្រហែលជាកន្លះកូនចានអីចឹងណាបងប្អូនបើយើងដាក់មួយកូនចានវារៀងច្រើនដែរអញ្ចឹងហើយយើងធ្វើការកូរបន្តិចទៅតមកយើងផ្សំគ្រឿងយកតែម្ដងអញ្ចឹងណាបងប្អូនយើងផ្សំគ្រឿងយកហើយទៅមានដូចជាស្ករសអំបិលប៊ីចេងអញ្ចឹងណាបងប្អូនហើយនឹងមានដូចជាទឹកត្រីអីបន្ថែមទៀតអញ្ចឹងណាបងប្អូននេះដែរបងប្អូនបន្ទាប់មកយើងធ្វើការកូរគ្រឿងរបស់យើងហ្នឹងឲ្យចូលជាតិគ្នាសព្វបានល្អសិនណាបងប្អូនហើយនេះដែរខ្ញុំធ្វើការកូរឡើងឈ្ងុយបែបហ្នឹងកូរវាឡើងឈ្ងុយមកហើយបន្តមកខ្ញុំធ្វើការយកដាក់បកងចូលតែម្ដងបងប្អូនយើងធ្វើការដាក់បកងចូលមកហើយសម្រាប់តបយើងបានដាក់ហើយបងប្អូនមានកម្របឆ្នាំងអីចឹងបងប្អូនក្របវាមកស្ទុះចោលណាដើម្បីឲ្យសាច់បកងរបស់យើងវាឆ្អិនសព្វបានល្អអញ្ចឹងឆ្អិនដល់ខាងក្នុងបងប្អូនហើយនេះខ្ញុំបានធ្វើការប្រែត្រឡប់មកខាងទៀតបងប្អូនយើងប្រែត្រឡប់ទៅម្ខាងទៀតទៅឃើញថាឥឡូវនេះខបកងរបស់យើងគឺថាចិត្តឆ្អិនហើយបងប្អូនហើយកន្លែងនេះដែរបើសិនយើងស្ទើរទឹកបងប្អូនថែមតិចទៀតចឹងណាបងប្អូនកុំឲ្យវាខ្លោចកុំឲ្យគោកទឹកឥឡូវខ្ញុំមកធ្វើការដួសដាក់ចានតែម្ដងឥឡូវនេះគឺថាឆ្អិនហើយបងប្អូនហើយនេះដែរបងប្អូនយើងធ្វើការដួសដាក់ចានមកយើងដួសអាជាតិទឹកខូបកងហ្នឹងជាតិគ្រឿងរបស់យើងហ្នឹងស្រោចពីលើទៅគឺថាមានរសជាតិឆ្ងាញ់មែនទែនបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំបានមានតែប៉ុណ្្នឹងទេបងប្អូនខ្ញុំបាទសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាសូមជួយចុច like និងជួយចុច subscribe ហើយចុចសញ្ញារូបកណ្ដឹងដើម្បីពុកម៉ែបងប្អូនទាំងអស់គ្នានឹងទទួលបានវីដេអូថ្មីៗជាបន្តទៀតខ្ញុំបាទសូមអរគុណ